មានប្អូនម្នាក់គាត់ចង់ឲ្យខ្ញុំបញ្យល់ឡើងវិញអំពីដេញ diagram ampli macro diagram ampli macro ហ្នឹងខ្ញុំបានធ្វើរួចម្ដងហើយឥឡូវយកមកធ្វើសារឡើងវិញទេធ្វើសារឡើងវិញអញ្ចឹងបងប្អូនមើលតាម diagram ហ្នឹងទៅ ampli macro មើលតាម diagram ហ្នឹងទៅសំខាន់ ampli គេមានលក់ស្រាប់អញ្ចឹងគ្រាន់តែយើងដឹងរបៀបជួសជុលនៃ ampli macro និង ampli ធម្មតាអញ្ចឹងទៅampli macro ហ្នឹងគេហៅថា ampli ចេញសំឡេងតាមដុំភ្លើង ampli ចេញសំឡេងតាមដុំភ្លើងហ្នឹងគេហៅ ampli audio transformer ampli audio transformer ampli audio transformer ហ្នឹងគឺ ampli macro ហ្នឹងហើយអា macro ការគេចាក់ឆាងហ្នឹងណាគេចាក់ឆាងហ្នឹងហើយភាសាបារាំងគេហៅថាampli sorti ភាសាបារាំងហៅថា sorti ហ្នឹងគឺសំឡេងចេញតាមដុំភ្លើងអាហ្នឹងភាសាបារាំងភាសាអង់គ្លេសហៅថា audio transformer វាខុសគ្នាអញ្ចឹងហើយបងមើលតាម diagram ហ្នឹងទៅបងយល់ហើយសំខាន់ដោយបងថាចឹង ampli វាមានស្រាប់ក៏ប៉ុន្តែកត្តាជួសជុលសំខាន់នឹងកត្តាជួសជុលការជួសជុលហ្នឹង ampli macro ហ្នឹង ampli macro ការហ្នឹងសំខាន់បំផុតយើងនេះកន្លែងនេះជួសជុលបងជួសជុលសំខាន់បំផុតគឺកន្លែងហ្នឹងរេស្តង់នេះពីរគ្រាប់នេះរេស្តង់ពីរគ្រាប់ហ្នឹងសំខាន់បំផុតព្រោះរេស្តង់ពីរគ្រាប់នេះបងឃើញទេរេស្តង់នេះ4អូមរេស្តង់នេះ160អូមអញ្ចឹងពេលអានេះគេហៅtransformer driver ហ្នឹងប្រព័ន្ធមេជើងទេក៏ប៉ុន្តែសំខាន់បំផុតគឺកន្លែងហ្នឹងកន្លែងរេស្តង់ពីរគ្រាប់នេះបើដាក់រេស្តង់ពីរគ្រាប់ហ្នឹងមិនត្រូវដូចដើមវិញទេដាក់ transistor ពីរសងនេះដាក់ឆេះហ្នឹងដាក់ទៅឆេះអញ្ចឹងសំខាន់បំផុតគឺរេស្តង់ពីរគ្រាប់នេះរេស្តង់ពីរគ្រាប់នេះឃើញអានេះ4អូមអានេះ160អូមអញ្ចឹងបើសិនតាពេលជួសជុលអារេស្តង់ពីរគ្រាប់នេះដាក់អត់ត្រូវទេអាពីរសងនេះគ្រាន់ដាក់ភ្លាមឆេះភ្លាមដាក់ភ្លាមឆេះភ្លាមអញ្ចឹងដែលជាងដែលពិបាកជួសជុលគឺពិបាកត្រង់ហ្នឹងចេះតែដាក់គ្រាន់តែដាក់ដូរ transistor ហើយឆេះបាត់ដូរ transistor ហើយឆេះបាត់ដូរអត់ត្រូវឆេះដោយសាររេស្តង់ពីរគ្រាប់នេះរេស្តង់ពីរគ្រាប់នេះគេហៅថានាំភ្លើងនេះ12វ៉ុលនេះឆ្លងកាត់60អូមនេះចូលមកជើងកដាល160អូមនេះចូលមកជើងកដាល12វ៉ុលនេះអញ្ចឹង160អូមមកជើងកដាលហើយបានវាចែកឃើញទេ160អូមអានេះរេស្តង់នេះ4អូមនេះឃើញទេមកចុះម៉ាស់អញ្ចឹងកន្លែងនេះនាំម៉ាស់យកទៅជើងកដាលកន្លែងនេះនាំភ្លើងមកជើងកដាលអញ្ចឹងគេហៅថាតង់ចុងម្យ៉ាស់មានភ្លើងដកនិងភ្លើងបោកតង់ចុងម្យ៉ាស់អញ្ចឹងកន្លែងនេះយើងឃើញថាអូមធំនេះអា4អូមនោះគឺអូមធំហើយជិត0អូមហើយគឺអូមធំអញ្ចឹងវានាំអាម៉ាស់នេះទៅច្រើនជាងជើងកដាល
ដោយសារ160 អូមនេះវាទប់នេះវាទប់អា12 វ៉ុលនេះអញ្ចឹងវានាំភ្លើងបូកមកតិចជាងអានាំម៉ាស់ទៅទេអញ្ចឹងកន្លែងហ្នឹងជាងខ្លះក៏ហៅប៉ូឡាតង់ស្យុងបូកដកនឹងហៅប៉ូឡាហើយចំពោះបច្ចេកទេសខាងភាសាបារាំងគេហៅតង់ស្យុងយ៉ាស់ភ្លើងបូកដកតង់ស្យុងយ៉ាស់ហ្នឹងគឺភ្លើងបូកដកហើយខ្លះគេហៅប៉ូឡានឹងវាមានប្រទេសខ្លះគេហៅប៉ូឡាហើយប្រទេសថៃប្រទេសអីហ្នឹងក៏គេហៅប៉ូឡាដែរអញ្ចឹងបងជួសំខាន់នឹងអាហ្នឹងទេសំខាន់នឹងអារេស្តង់ពីរក្របហ្នឹងអញ្ចឹងបើយើងយកនេះ160 អូមហើយនេះ4 អូមអញ្ចឹងវាអាចខុសគ្នា40 ដងវាខុសគ្នា40 ដងណាវាខុសគ្នាអូមហ្នឹងខុសគ្នា40 ដងកន្លែងហ្នឹងតង់ចុងយ៉ាស់ហ្នឹងអញ្ចឹងបងមើលទៅអានេះគេហៅដុំភ្លើង driver អានេះគេហៅថាដុំភ្លើងចេញសម្លេងដុំភ្លើងចេញសម្លេងអញ្ចឹងយើងមើលតាម diagram នេះឃើញទេ capacitor ភ្លើងចូលនេះ capacitor ពីមីក្រូ2ចូលជើង B តែជើង B នេះខាងនេះគឺជើង B ឃើញទេខាងភ្លើងបូក185 គីឡូមកចូលជើង B ខាងជើងដកភ្លើងដក56 គីឡូចូលជើង B អញ្ចឹងបានន័យថាអានេះនាំភ្លើងបូកមកចូលជើង B តិចជាងអាដកទៅចូលជើង B អាហ្នឹងបង្កើតបានជាតង់ចុងយ៉ាស់បង្កើតបានជាតង់ចុងយ៉ាស់ដើម្បីឲ្យត្រង់ស្ទ័រនេះធ្វើការនឹងមាននេះ820 អូមនេះចុះជើងបាទជើងវា820 អូមចុះមកម៉ាស់អញ្ចឹងជើងវាត្រូវចុះម៉ាស់120 អូមអញ្ចឹងយើងមើលតាមនឹងទៅអានឹងបានត្រង់ស្ទ័រនេះចាប់ផ្ដើមធ្វើការណាមើលតាមនឹងរេស្តង់នេះ1 គីឡូកន្លះអានេះ2 គីឡូ 2ចូលមកជើងសេនេះចូលមកជើងសេហើយចេញនេះ signal សញ្ញាចេញសំឡេងចេញនេះសំឡេងចេញតាមនេះសំឡេងចេញតាមជើងសេចូលមកជើង B ណាអញ្ចឹងជើងសេវានេះយកភ្លើងបាន12 វ៉ុលឆ្លងកាត់47 អូមនេះឃើញទេមក77 គីឡូនេះអញ្ចឹងភ្លើងបូកចូលជើង B នេះណាហើយអានេះម៉ាស់ដកអញ្ចឹងវានាំភ្លើងម៉ាស់ដកទៅជើង B ដែរដកនេះអញ្ចឹងបានជាបង្កើតបានជាតង់ចុងយ៉ាស់មួយដើម្បីឲ្យត្រង់ស្ទ័រនឹងធ្វើការទៀតជើង B ហ្នឹងមានបូកមានដកមានភ្លើងបូកនិងភ្លើងម៉ាស់ដើម្បីឲ្យជើង B នឹងធ្វើការណាយើងមើលតាមហ្នឹងអញ្ចឹងវាចេញទៅទៀតនេះចេញតាមជើងសេមកចូលជើង B នេះចូលជើង B នេះអញ្ចឹងភ្លើងឆ្លងកាត់មកទៀតចូលជើងសេនេះតាមរយៈនេះរេស្តង់470 អូមនេះចូលជើងសេហើយ signal ក៏ចេញតាមជើងសេនេះមកចូលជើង B ដែរអានេះឃើញទេមានអញ្ចឹងអានេះចូលម៉ាស់1 គីឡូកន្លះនឹងក៏បង្កើតជាតង់ចុងយ៉ាស់ដែរអានេះម៉ាស់1 គីឡូកន្លះអានេះម៉ាស់ភ្លើងបូកនេះឆ្លងកាត់វ៉ារយ៉ាតនេះ10 គីឡូនេះអញ្ចឹងបង្កើតបានជាតង់ចុងយ៉ាស់ទាំងអស់ត្រង់ស្ទ័រ3 គ្រាប់ហ្នឹងដើម្បីឲ្យវាធ្វើការបានហើយជើងរបស់វាឃើញចុះម៉ាស់ឆ្លងកាត់នេះរេស្តង់នេះជើងចុះម៉ាស់ឆ្លងកាត់រេស្តង់នេះអញ្ចឹងបងប្អូនមើលតាមនឹងទៅ
ចឹងនៅពេលដែលនេះអានេះគេហៅថាត្រង់ 4 នេះ driver ត្រង់ 4 driver នេះឃើញទេ12 វ៉ុលចូលមកត្រង់ 4 ហ្នឹងចូលមកត្រង់ 4 ហ្នឹងភ្លើង12 វ៉ុលហ្នឹងមកចិញ្ចឹមជើងសេនេះអញ្ចឹងពេលដែលចាក់ signal ទៅ signal អាចចាក់សំឡេងទៅសំឡេងក៏ចេញតាមជើងសេហ្នឹងចូលទៅនេះដើម្បីបំភាយសំឡេងតាមនេះតាមដុំភ្លើងហ្នឹងទៅជា AC បំភាយសំឡេងទៅជា AC បំភាយសំឡេងហ្នឹងតាមរយៈដែកដែក E ហ្នឹងបំភាយសំឡេងទៅអាហ្នឹងដូចជាយើងថាភ្លុចអាំងដូចខ្យងទៅមកខាងទៀតអញ្ចឹងទៅដល់ transistor driver ហ្នឹងអ្នកមកខាងទៅជើង B មកខាងមកជើង B ខាងដកមកខាងទៅជើង B ខាងបូកទៅនេះមកដកដែរអញ្ចឹងអាត្រង់ពោធំនេះត្រង់ពោធំនេះជាត្រង់ពោបញ្ចេញសំឡេងទៅspeaker ចេញទៅសំឡេងទៅ speaker អញ្ចឹងវាមានត្រង់ពោខ្លះចេញនេះ4 អូមចេញ8 អូមចេញ16 អូមទៀតតែនេះខ្ញុំគូតែ8 អូមទេអញ្ចឹងយើងមើលនៅក្នុងអាគូតឆាងយើងបើសិនជាគូតឆាងយើងគេដាក់4 អូមយើងត្រូវចាប់អានេះចាប់4 អូមនេះតែបើគូតឆាងយើងដាក់8 អូមគេចាប់អានេះ8 អូមនេះអញ្ចឹងឆាងយើងអាគូតឆាងយើងអាដុំគូតតូអាឆាងហ្នឹងវាមាន4 អូមវាមាន8 អូមអញ្ចឹងចាប់តាមហ្នឹងហើយចុះអានេះ70 វ៉ុលនិង100 វ៉ុលអា70 វ៉ុលនិង100 វ៉ុលហ្នឹងអាហ្នឹងគេប្រើសម្រាប់លីងសម្រាប់ឡាញបើគេតថាសំឡេងហ្នឹង1គីឡូអញ្ចឹងតចេញពីអាំភ្លីទៅ1គីឡូ1គីឡូខ្សែ1គីឡូម៉ែត្រអញ្ចឹងគេតរហូតទៅគេយកអា100 វ៉ុលនេះនៅដល់100 វ៉ុលនេះនៅក្នុងឆាងហ្នឹងនៅក្នុងឆាងគូតអូបឡឺហ្នឹងនៅក្នុងឆាងហ្នឹងគេត្រូវដាក់ត្រង់ពោទប់មួយទៀតចូល100 វ៉ុលចេញ4 អូមចូល100 វ៉ុលចេញ4 វ៉ុលចេញ5 វ៉ុលអីចឹងទៅចេញ10 វ៉ុលអីចឹងទៅដើម្បីកុំឲ្យឆាងហ្នឹងឆេះពេលដែលយើងដាក់ខ្សែឆ្ងាយបានន័យថាវ៉ុលហ្នឹងវាទៅដល់ចុងខ្សែហ្នឹងវាធ្លាក់វ៉ុលពេលដែលដល់ចុងខ្សែធ្លាក់វ៉ុលវានៅសល់70 វ៉ុលឬក៏80 វ៉ុលអីគេត្រូវដាក់ត្រង់ពោមួយនៅគូតឆាងហ្នឹងទប់ដើម្បីកុំឲ្យឆេះឆាងហ្នឹងអញ្ចឹងត្រូវមានកូនត្រង់ពោមួយទៀតនៅគូតឆាងហ្នឹងអាហ្នឹងអា100 វ៉ុលហ្នឹងគេអូសខ្សែទៅឆ្ងាយខ្សែ1គីឡូ2គីឡូអីទៅគេហ្នឹងគេធ្វើពិធីហ្នឹងតែបើសិនណា4 អូម8 អូមនេះគេមើលតាមគូតឆាងហ្នឹងបើគូតឆាងនេះ4 អូមគេចាប់4 អូមនៅក្នុងភូមិហ្នឹងដាក់មីក្រូការទៅអាហ្នឹងតាមឆាងបើឆាងនឹង8 អូមគេដាក់8 អូមទៅបើឆាងនឹង16 អូមគេដាក់16 អូមទៅអាហ្នឹងមានប៉ុណ្ណឹងហើយចំពោះបងប្អូនថាគណនាដុំភ្លើងបងប្អូនគណនាដូចដុំភ្លើង220អញ្ចឹងឥឡូវអាភ្លើងចេញនេះ100 វ៉ុលអញ្ចឹងបងប្អូនគណនា100 វ៉ុលទៅគណនា100 វ៉ុលទៅគណនាដុំភ្លើងចេញ100 វ៉ុលទៅហ្នឹងអូនឃើញចំនួនជុំដែលបងប្អូនទៅរុំអានេះ12 វ៉ុលបងប្អូនគណនា12 វ៉ុលទៅដុំអានេះអាចចូលនេះ
12 វ៉ុលហ្នឹងគណនា12 វ៉ុលទៅអញ្ចឹង12និង12 24 វ៉ុលហ្នឹងអញ្ចឹងអាកណ្ដាល12 វ៉ុលអញ្ចឹងវាចែកមកខាងនេះ12ចែកមកខាងនេះ12វា24 វ៉ុលអញ្ចឹងគណនាតាមហ្នឹងទៅបងគណនាតាមហ្នឹងទៅអានេះដុំនេះអាដុំ driver នេះទូចឯងប៉ុនមិនជើងឯងអញ្ចឹងបងអូនយកលេខខ្សែលេខលួសលេខ20ទៅរុំ80ជុំទៅអញ្ចឹងខាងចូលនេះ80ជុំខាងនេះបានន័យថា8ចែកគ្នាជា2ខាងនេះ8ចែកគ្នាជា2កន្លែងនេះវាបាន40ជុំម្នាក់ឯទៅរុំ40ជុំទៅអញ្ចឹងយកលេខលុសលេខ20ទៅរុំទៅចែកជុំជា2ទៅបើខាងចូលនេះ8អានេះ8ដែរ8ទាំងអស់តែចែកជា2បាន40ជុំម្នាក់អញ្ចឹងទៅតែដុំភ្លើងអា driver ហ្នឹងវាតូចបងអូនមើលតាមហ្នឹងទៅបងអូនមើលតាមហ្នឹងទៅប្រហែលជាយើងសំខាន់ពេលបងអូនជួសជុលទេមិនបាច់តម្លើងទេព្រោះអាំភ្លីវាមានស្រាប់អាំភ្លីហ្នឹងមានស្រាប់បោះថៃអា Royal បោះថៃហ្នឹងប្រហែលមាន100វ៉ាត់មាន200វ៉ាត់អញ្ចឹងបោះថៃវាប្រើdriver វានេះចំណាខ្លះវាប្រើ EC រុញមកដុំ driver នេះតែម្ដងបោះថៃណាវាអត់ប្រើ transistor ទេវាប្រើ EC រុញមកដុំ driver តូចនេះបានដុំ driver តូចនេះរុញមកពីសងរុញ signal ណាតែសំខាន់បំផុតយើងជួសជុលបងមើលអានេះកាលណាតង់ចុងយ៉ានេះអត់ត្រូវគ្នាអត់ដូរអត់ត្រូវបងអូនដាក់ទៅឆេះពីសងនេះអាហ្នឹងគាត់ណារាយរាប់ប្រាប់បងអូនប៉ុណ្ណឹងតែបងអូនមើលតាមហ្នឹងឲ្យយល់ទៅមើលទៅយល់ថាអាជើង B នេះវាត្រូវតង់ចុងយ៉ាប្រមាណនេះតាមគេដាក់រេស្តង់អស់ហើយបងមើលតាមហ្នឹងទៅវាចង់រៀបតាមហើយនៅពេលដែលសម្លេងចេញទៅមាន feedback មួយត្រឡប់មកនេះចូលនេះ feedback ណាសញ្ញាត្រឡប់ក្រោយនេះអញ្ចឹងបងមើលទៅរេស្តង់វា22គីឡូនេះចូលមកជើងនេះជើងនេះជាន់ពង្រីកទី2ជាន់ពង្រីកទី2អានេះជាន់ពង្រីក driver ម៉ាស់នេះម៉ាស់នឹងម៉ាស់នេះម៉ាស់នេះអានេះ1អូម5វ៉ាត់នេះ1អូម5វ៉ាត់ចុះមកអញ្ចឹងគេប្រើ transistor កាក់នឹងពីមុនគេប្រើ3055 transistor កាក់កាលជំនាន់មុនណាឥឡូវគេប្រើA200 ក៏បានដែរចំពោះដុំភ្លើងដោយបងថាចឹងគណនាតាមអាដុំភ្លើងអានេះវា100 វ៉ុលគណនា100 វ៉ុលទៅអានេះ24 វ៉ុលគណនា24 វ៉ុលទៅបានន័យថា12 វ៉ុលចំចំណុចកណ្ដាល12 វ៉ុលមកនេះ12 វ៉ុលទៀតតែដូចជាបងអូនមើលទៅបើចង់រៀបលេងក៏រៀបទៅតែអាហ្នឹងវាពិបាកផងថានេះអាលូសវាតូចអូនបាទរុំតែអាលូសចេញនេះអាចយកលូសលេខ100ទៅអាចយកលូសលេខ100ទៅអានេះលូស50ទៅអានេះលូសលេខ20ទៅ
nó bọn rung xạ liền tới tại còn là có bạ thứ nó không bị cái bọc 84 ឆ្នាំ84បងសាកល្បងរៀបអាហ្នឹងដែរ1984ព្រោះកាលហ្នឹងអត់មានរៀបអត់មានស្អីមានធុងមានអីទេរៀបដាក់នឹងណាកុងផ្លាតេយើងអាក្តារកុងផ្លាតេគេហៅស្អីមីកាអញ្ចឹងអាក្តារស្ដើងលូងដូចក្តារបៀកអញ្ចឹងគេយករៀបលើហ្នឹងហើយដាក់ទៅលឺហើយមីក្រូនិយាយយកអាអ៊ុបឡឺតូចហ្នឹងយើងទៅយកទៅធ្វើអ៊ុបឡឺនិយាយជំនាន់ហ្នឹងអត់មានអាក្បាលមីក្រូយើងដូចឥឡូវច្រៀងអីទេមានអាក្បាលមីក្រូយកអាអ៊ុបឡឺយើងហ្នឹងយកទៅធ្វើក្បាលនិយាយអាតូចហ្នឹងចងវាឲ្យស្អាតចងរុំកម៉ាកណាត់អីទៅនិយាយបានអានេះត្រឹមបានន័យថាមួយកណាត់នេះត្រឹម driver តែចំពោះរៀបមីក្រូនិយាយប្រេងនិយាយហ្នឹងនៅហ្នឹងហើយមានគេរៀបប្រេងនិយាយណាប្រេងនិយាយប្រេងមីក្រូដោតនិយាយហ្នឹងកាលមុនមានអាមីក្រូខ្សែវាអត់មានមីក្រូ wireless ដូចយើងឥឡូវអាយើងច្រៀងយើងអីគាត់ណាដាក់ថ្មទៅ SM wireless ហ្នឹងwireless ហ្នឹងគាត់តែច្រៀងទៅវាស្រូបចូលបាត់អាហ្នឹងគេហៅ micro AM wireless តែពីដើមហៅ micro ខ្សែតែកម្មវិធីធំគេអត់ប្រើ wireless ទេបងហេតុអីបានគេអត់ប្រើ wireless វាកម្មវិធីធំមនុស្សច្រើនកាលណាមនុស្សដើរបាំងទៅនិយាយទៅវាអត់លឺឲ្យប្រេកង់បុកមនុស្សទៅចុះទៅដីអស់ពេលដែលនិយាយមីក្រូទៅប្រេកង់ហើទៅប៉ះយើងប៉ះសាច់យើងហើយវាឡងចុះដីអស់អញ្ចឹងពិធីធំពិធីជាមួយភ្ញៀវធំអីគេអត់យក wireless ទេដូចពេលធ្វើអាដេញចង្ក្រានកោវត្តអីយក wireless ទៅដាក់ក្នុងពិធីធំអត់កើតទេវាបាំងនិយាយទៅបាំងមនុស្សអស់អញ្ចឹងគេប្រើខ្សែដដែលគេប្រើខ្សែដដែលហើយគេប្រើអាំភ្លីហ្នឹងអត់ប្រើអាំភ្លីចាក់ធុងបាសទេគេប្រើអាំភ្លីហ្នឹងកម្មវិធីមុខវាំងបងប្អូនឃើញអ៊ំទូកបងប្អូនមកឃើញក្រុមបងនៅហ្នឹងតតកក្រុមឡានផ្សាយសំឡេងចេញបងមកឃើញកម្មវិធីមុខវាំងអីតែឥឡូវបងលែងសូវចេញហើយបងជិតតែត្រែកឆ្នាំក្រោយត្រែកចឹងលែងសូវដើរហ្នឹងហើយគ្រាន់តែជំរាបបងប៉ុណ្ណឹងបងនៅខាងក្រសួងព័ត៌មានហ្នឹងផ្នែកតតកអញ្ចឹងគ្រាន់តែដឹងរឿងខ្លះឲ្យបងនេះជាបទពិសោធន៍ហ្នឹងហើយមានតែប៉ុណ្្នឹងទេបងអរគុណសូមជម្រាបលាហើយសូមបងប្អូនជួយចុច Subscribe បងមួយផងដើម្បីបានវីដេអូថ្មីទៀត